ជួបកាប់នៅស្រុកមងរស័យយុវជនទំនើង4នាក់ត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់ក្រោយធ្វើសកម្មភាពកាលពីថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សុថេតអគ្គស្នងការនគរបាលជាតិនិងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវីរៈស្នេហ៍ឯកសកំឡុងអធិការនគរបាលស្រុកមងរស័យដឹកនាំកម្លាំងស្រាវជ្រាវនិងបង្ក្រាបក្មេងទំនើងចំនួន4នាក់មកកាន់អធិការដ្ឋានក្រោយពេលពួកគេធ្វើសកម្មភាពដោយប្រើកាំបិតកាប់ទៅលើជនរងគ្រោះចំនួន2នាក់ឲ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង21:30នាទីនៅលើផ្លូវក្នុងភូមិបឹង3ឃុំរបស់មង្គលស្រុកមងរស័យខេត្តបាត់ដំបងជនរងគ្រោះ2នាក់បងប្អូនជិះម៉ូតូមួយឈ្មោះថាំងលីមេងភេទប្រុសអាយុ16ឆ្នាំរស់នៅភូមិទួលព្រំ1ឃុំកកោះស្រុកមងរស័យខេត្តបាត់ដំបង2ឈ្មោះថាំងលីម៉ភេទប្រុសអាយុ18ឆ្នាំរស់នៅភូមិទួលព្រំ1ឃុំកកោះស្រុកមងរស័យខេត្តបាត់ដំបងលោកវីរៈស្នេហ៍ឯកសកំឡុងអធិការនគរបាលស្រុកមងរស័យបានបញ្ជាក់ថាក្រុមក្មេងទំនើងនេះរស់នៅក្នុងមូលដ្ឋានស្រុកមងរស័យ3នាក់និងស្រុករុក្ខគិរី1នាក់ដែលសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបដកហូតបានកំបិតចំនួន2ដើមនិងម៉ូតូជិះប្រព្រឹត្តសកម្មភាពបទល្មើសលោកអធិការបន្តថាគ្មានគំនុំគ្មានទំនាស់ហើយក៏គ្មានការយល់ច្រឡំមនុស្សអ្វីដែលគឺពួកគេជិះម៉ូតូឃើញជនរងគ្រោះជិះម៉ូតូតាមផ្លូវស្ងាត់តែ2នាក់ក៏កាប់យកតែម្ដងជនរងគ្រោះបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យរីឯជនបង្កហេតុត្រូវបានរៀបចំបញ្ជូនមកផែនជំនាញអនុវត្តតាមផ្លូវច្បាប់